តោះជម្រាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមកដោះស្រាយលំហាត់របស់យើងបន្តទៀតហើយដែលតាក់ទងជាមួយនឹងវិញ្ញាសាដែលខ្ញុំបានផុសនៅក្នុង Facebook នៅថ្ងៃមុនអញ្ចឹងថ្ងៃនេះដើម្បីឲ្យមានភាពងាយស្រួលឲ្យបងប្អូនងាយស្រួលក្នុងការឆែកមើលចម្លើយតើបងប្អូនធ្វើអញ្ចឹងត្រូវខុសអញ្ចឹងមកមើលខ្ញុំដោះស្រាយទាំងអស់គ្នាអញ្ចឹងរមាំងទី1គេតាក់ទងជាមួយចំនួន complex អញ្ចឹងគេឲ្យចំនួន complex របស់យើងសិតអងនិងសិតដឺហើយគេឲ្យយើងគណនាផលបូកផលដកនិងផលគុណផលចែកជាទម្រង់បច្ចេកនិកតោះអញ្ចឹងដើម្បីដោះស្រាយលំហាត់នឹងបានតើតែយើងសរសេរសមាតិកម្មរបស់គេចូលសិនដើម្បីយកបន្ទុកបន្តិចតួចដែរព្រោះថាការសរសេរសមាតិកម្មហ្នឹងក៏ជាអឺលក្ខណៈថាបន្ទុកបន្តិចតួចដើម្បីបូកជាមួយនឹងបូកផ្សំជាមួយនឹងលំហាត់របស់យើងផងដែរអញ្ចឹងគេបានដោយសារតែសិតអងរបស់យើងស្មើប៉ុណ្ណឹងសិតដឺរបស់យើងស្មើប៉ុណ្ណឹងអញ្ចឹងយើងបានសិតអងបូកជាមួយនឹងសិតដឺស្មើឲ្យគេគ្នាយើងសិតអងបូកជាមួយនឹងសិតដឺអញ្ចឹងយើងចំនួនតម្លៃមកសិតអងរបស់យើងគឺ1បូកជាមួយនឹង e ឬ3ហើយបូកជាមួយនឹង1ដកជាមួយនឹង e ឬ3អញ្ចឹងតើតើជាមួយលំហាត់នេះយើងអាចដាក់វងកញ្ចក់អញ្ចេះបានដោយសារតែវាជាប្រមាណវិធីបូកអញ្ចឹងខ្ញុំអត់បានដាក់សញ្ញាវងកញ្ចក់ទេដើម្បីឲ្យងាយស្រួលក្នុងការបូកព្រោះថាសញ្ញាបូករបស់យើងវាអត់ប្រែប្រួលសញ្ញាត្រូវអញ្ចឹងយើងអាចកណនាដោយងាយស្រួលបានអញ្ចឹងអានេះវាស៊ីសងគ្នាអស់វានៅសល់តែអីគេគឺយើងទៅសល់2ត្រូវអត់អូខេអញ្ចឹងសម្រាប់សិតអងដកជាមួយនឹងសិតដឺយើងចំនួនតម្លៃដូចគ្នាសិតអងរបស់យើងគឺ1បូកជាមួយនឹង e ឬ3ហើយដកអញ្ចឹងយើងត្រូវដាក់ដកហើយត្រូវមានវងកញ្ចក់ឲ្យគេផងព្រោះថាកុំឲ្យវាខ្លាចសិស្សមួយចំនួនអាចនឹងពាន់ច្រឡំឡើងសញ្ញាហ្នឹងអញ្ចឹងយើងអាចដាក់វងកញ្ចក់ទៅតែបើសិនគ្នាយើងច្បាស់ជាមួយនឹងសញ្ញាហ្នឹងហើយអាចដាក់យកតែហ្មងក៏បានដែរអញ្ចឹងសិតដឺរបស់យើងគឺ1ដកជាមួយនឹង e ឬ3អញ្ចឹងនៅពេលដែលយើងគុណសញ្ញាទៅវាអាច1បូកជាមួយនឹង e ឬ3ដកជាមួយនឹង1ហើយយើងបូកជាមួយនឹង e ឬ3អញ្ចឹងអានេះយើងអាចស៊ីសងមួយនេះបានហើយយើងបានទៅជាគេវិញគឺយើងបាន2 e ឬ3អូខេអញ្ចឹងយើងបានសិតអងដកសិតដឺហើយបន្ទាប់មកយើងចាប់ផ្ដើមសិតអងគុណជាមួយនឹងសិតដឺអញ្ចឹងសិតអងគុណជាមួយនឹងសិតដឺយើងអាចសរសេរបានថា1បូកជាមួយនឹង e ឬ3កតាជាមួយនឹង1ដកជាមួយនឹង e ឬ3អញ្ចឹងអានេះដោយសារតែវាចូលនៅក្នុងរូបមន្តអីគេ a បូក b កតា a ដក b ឬក៏ a ដក b កតា a បូក b អញ្ចឹងយើងអាចសរសេរថាបាន a ការ៉េអញ្ចឹង a ការ៉េរបស់យើងគឺ1 b ការ៉េរបស់យើងគឺដកត្រូវដកជាមួយនឹង b ការ៉េតែ b ការ៉េរបស់យើងគឺ e នេះវាមាន e នៅក្នុងនោះលើកជាការ៉េអញ្ចឹង e របស់យើងคล้ายទៅជាសញ្ញាបូកវិញដោយសារ e ការ៉េស្មើដក1អញ្ចឹងឡើយនេះទៅសញ្ញាបូកវិញហើយឬ3ការ៉េបានប៉ុន្មានបាន3អញ្ចឹងទាំងអស់វាបានបូកចូលគ្នាទៅបាន4តោះនេះអូខេអញ្ចឹងយើងចាប់ផ្ដើមសិតអងធៀបជាមួយនឹងសិតដឺអញ្ចឹងយើងអាចជំនួសចូលវាមកនេះបាន1បូកជាមួយនឹង e ឬ3លើ1ដកជាមួយនឹង e ឬ3អញ្ចឹងយើងត្រូវដឹងលក្ខខណ្ឌរបស់ចំនួន complex e មិនអាចនៅភាគបែងបានទេអញ្ចឹងយើងត្រូវតែបំបត្តិ e ចេញពីភាគបែងនិង radical វាភាគបែងដូចគ្នាដែរព្រោះនេះវាមាន radical និង e ដូចគ្នាអញ្ចឹងយើងត្រូវបំបត្តិទាំងពីរហ្នឹងអញ្ចឹងយើងបានដើម្បីបំបត្តិវាបានតើឲ្យយើងគុណវានឹងកសោមឆ្លាស់របស់វាអញ្ចឹងកសោមឆ្លាស់របស់វាគឺអីគេ1បូកជាមួយនឹង e ឬ3អញ្ចឹង1អានេះ1បូកជាមួយ x ដកយើងមានដកណាដកជាមួយនឹង e ឬ3អញ្ចឹងកតាជាមួយនឹង1បូកជាមួយនឹង e ឬ3អូខេអញ្ចឹងឥឡូវបានទៅជាមួយបូកជាមួយនឹង e ឬ3ដោយសារតែយើងគុណជាមួយនឹងកសោមឆ្លាស់របស់យើងគឺ1បូកជាមួយនឹង e ឬ3អញ្ចឹងលោកគ្រូដាក់លើកជាការ៉េចេះតែហ្មងទៅហើយដោយសារក្រោមរបស់យើងបានគណនានៅសំណួរនេះហើយបាន4អញ្ចឹងខ្ញុំបានដាក់4តែហ្មងទៅតោះនេះដាក់4យកទៅចឹងនេះគឺ4ចុះឥឡូវយើងបំពលាទៅតាមរូបមន្ត a បូក b លើកជាការ៉េអញ្ចឹងបាន a ការ៉េគឺ1បូកជាមួយនឹង2ដង2 e ឬ3 2ដង a របស់យើងគឺ1អញ្ចឹងអានេះ2 e ឬ3អញ្ចឹងបូកជាមួយនឹងម៉ានបូកតាមពិតទៅកន្លែងហ្នឹងគឺត្រូវបូកប៉ុន្តែយើងដឹង e នៅក្នុងហ្នឹងវាមាន e ការ៉េអញ្ចឹងចាក់ដាក់សញ្ញាដកហើយអញ្ចឹង e របស់យើងអស់ e ការ៉េអស់ហើយអញ្ចឹងនៅសល់តែ b ការ៉េរបស់យើងគឺអានេះការ៉េឬ3ការ៉េអញ្ចឹងបានដកជាមួយនឹងម៉ានដកជាមួយនឹង3អញ្ចឹងយើងស៊ីសងគ្នាទៅអានេះបានប្រហែលដែរគ្នាយើងអានេះបានដក2ត្រូវហើយអញ្ចឹងយើងអាចទៅសេថាដក2បូកជាមួយនឹងអីគេ 2e ឬ3អញ្ចឹងលើ4អញ្ចឹងយើងអាចធ្វើឲ្យដែរគ្នាយើង
ផ្ដាច់វាទៅហើយសម្រួលវាបានដក1លើម៉ាន1លើ2ហើយ1លើ2បូកជាមួយនឹងម៉ានដែរគ្នាយើង e ឬ3លើឬ2អូខេនេះគឺជាចម្លើយរបស់ផលធៀបប៉ុន្តែយើងអាចឆ្លើយដូចនេះផងដោយសារកុំអោយយើងខាតពេលយូរខ្ញុំបានដោះស្រាយលំហាត់បន្តអត់បានឆ្លើយដូចនេះឲ្យយើងទេអញ្ចឹងសំណួរខគេឲ្យយើងគណនាអានឹងដដែលប៉ុន្តែឲ្យវាជាអីគេត្រីកោណមៀតអញ្ចឹងដោយសារតែយើងតាមគំរូខាងលើគេបានគេមានលោកគ្រូនិយាយថាគេមានអីគេដោយសារតែគេមានសិតអងអីគេសិតអងបូកសិតដឺរបស់យើងគឺស្មើគេគ្នាយើងគឺស្មើជាមួយនឹងតម្លៃរបស់យើងមានអីគឺ2អញ្ចឹងយើងយកអាតម្លៃរបស់យើងមកនិយាយមក2អញ្ចឹងដោយសារតែនេះគឺផ្នែកប៉ិតយកតែហ្មងតន់ដោយសារតែផ្នែកប៉ិតរបស់យើងគឺ2អញ្ចឹងយើងអាចទៅសេទៅយើងអាចថាវាអាចទៅសេចែកគ្នាយើងអាចទៅសេថាអានេះ1តើនេះ1បូកជាមួយនឹងអីគេបូកជាមួយនឹង 0e យើងអាចទៅសេធ្វើម៉េចដើម្បីឲ្យវាមានទម្រង់អីគេa បូក be ប៉ុន្តែ b របស់យើងពេលនេះគឺ0ហើយយើងគុណទៅឃើញតម្លៃ2ដដែលទេតោះនេះអញ្ចឹងយើងនៅពេលដែលយើងអាចធ្វើអញ្ចឹងបានហើយយើងអាចទៅសេវាជាទម្រង់ត្រីកោណមៀតបានហើយ2កុសម៉ានស្មើ1គ្នាយើងកុសម៉ានស្មើ1អញ្ចឹងយើងអាចទៅសេថាកុសម៉ានកុស2ផៃអញ្ចឹងបូកជាមួយនឹងម៉ានបូក e sin 2ផៃអូខេអញ្ចឹងអានេះយើងបានមួយអីវាជាទម្រង់អីគេត្រីកោណមៀតអញ្ចឹងយើងមើលបន្តទៀតបានសិតអងដកជាមួយនឹងសិតដឺសិតអងដកជាមួយនឹងសិតដឺវាស្មើអីគេគ្នាយើងដូចគ្នាដែរដោយសារតែយើងមានសមាតកម្មគឺប៉ុណ្នេះតោះនេះគ្នាយើងអញ្ចឹងខ្ញុំអាចទៅសេថាម៉េចអាចទៅសេថាសិតអងដកសិតដឺស្មើជាមួយនឹង 2e គេ 2e ឬ3ដូចគ្នាដែរខ្ញុំអាចដើម្បីលំហាត់នេះបើយើងដោយសារតែនេះវាមានតែផ្នែកនិមិត្តទេប៉ុន្តែផ្នែកកុដយើងអត់ទេផ្នែកចំនួនប៉ិតរបស់យើងគឺស្មើ0អញ្ចឹងយើងអាចចាប់បានយើងអាចទៅសេប្រភេទលំហាត់ពួកហ្នឹងយើងអាចយកមេគុណវាមកទុកម្ដុំសិនទៅមេគុណវាគឺ2ឬ3អញ្ចឹងហើយយើងដាក់មកដោយសារតែផ្នែកប៉ិតរបស់យើងគឺ0អញ្ចឹងយើងដាក់0នោះបូកជាមួយនឹងអីគេបូកជាមួយនឹង e វាបច្ចេកពីមុនវិញដោយសារពីមុនវាចំនួនមានចំនួនខាងផ្នែកប៉ិតប៉ុន្តែអានេះខាងផ្នែកនិមិត្តមានចម្លើយតែខាងផ្នែកប៉ិតអត់មានទេអញ្ចឹងយើងអាចទៅសេបែបហ្នឹងបានហើយយើងអាចទៅសេជាទម្រង់ត្រីកោណមៀតគឺ2ឬ3អានេះគឺជាមេគុណហើយ0នេះឥឡូវនេះគឺជាផ្នែកកុសឥឡូវនេះគឺស៊ីនអញ្ចឹងយើងធ្វើមើលថាកុសប្រមាណស្មើ0គឺយើងហើយកុសប្រមាណស្មើស៊ីនប្រមាណស្មើ1អញ្ចឹងមានតែស៊ីនអានេះកុសប្រមាណកុសផៃលើ2បូកជាមួយនឹង i ស៊ីនម៉ានស៊ីនផៃលើ2ដោយសារតែយើងដឹងហើយស៊ីនផៃលើ2ស្មើ1អញ្ចឹងវាត្រូវមួយលេខនេះហើយដល់កុសផៃលើ2ស្មើ0អញ្ចឹងវាត្រូវជាមួយនឹងនេះរបស់យើងហើយអញ្ចឹងរៀងជាត្រីកោណមៀតរបស់យើងបានប៉ុណ្ណឹងហើយបន្តមកយើងមើលបន្តទៀតគឺសិតអងគុណជាមួយនឹងសិតដឺអញ្ចឹងសិតអងគុណជាមួយនឹងសិតដឺខ្ញុំដាក់ចុចទេអានឹងគុណស្មើជាមួយនឹងអីគេគ្នាអញ្ចឹងស្មើជាមួយនឹង4អញ្ចឹងយើងអាចដាក់ចម្លើយអញ្ចឹងដូចគ្នាដែរយើងអាចធ្វើដូចសិតអងបូកជាមួយនឹងសិតដឺដែរយើងគ្រាន់តែបំលែងវាមកបាន4កតាជាមួយនឹងអីគេ1បូកជាមួយនឹងម៉ានបូកជាមួយនឹង 0e អញ្ចឹងវាអាចទៅសេថាស្មើជាមួយនឹង4បានដែរគ្នាយើងដូចតម្រងដូចគ្នាដែរអញ្ចឹងយើងអាចទៅសេថាកុស2ផៃបូកជាមួយនឹង i sin 2ផៃអូខេយើងបានតម្រងត្រីកោណមៀតមួយទៀតហើយអញ្ចឹងយើងចាប់ផ្ដើមធ្វើសិតអីគេសិតអងចែកជាមួយនឹងសិតដឺអញ្ចឹងសិតអងចែកមួយសិតដឺយើងមានតម្លៃហ៎សិតអងចែកជាមួយនឹងសិតដឺវាស្មើអីគេគ្នាយើងដក1លើ2បូកជាមួយនឹង e ឬ3លើ2អញ្ចឹងយើងត្រូវដឹងថាកន្លែងនេះដែលយើងត្រូវដែលកន្លែងអត់មានជាប់ e ហ្នឹងគឺជាផ្នែកដែលយើងត្រូវបំលែងជាកុសហើយកន្លែងដែលមាន e នេះគឺយើងត្រូវបំលែងទៅជាស៊ីនអញ្ចឹងយើងដឹងហើយថាតើកុសប្រមាណដែលស្មើជាមួយនឹងតម្លៃ1លើ2បើសិនជាយើងបើសិនជាលំហាត់ហ្នឹងវាយើងត្រូវរកម៉ូដុលទៀតប៉ុន្តែដោយសារនេះវាចូលរៀងបើយើងត្រូវអីលក្ខណៈថាយើងអាចបំលែងវាបានអញ្ចឹងយើងចាំបាច់រកair វាទៀតទេយើងអត់បាក់ចាប់វាទៀតទេព្រោះនេះវាចូលស្រាប់ហើយអញ្ចឹងខ្ញុំអាចទៅសេថាវាស្មើជាមួយនឹងដកអីគេដកកុសប្រមាណស្មើ1លើ2គ្នាយើងកុសផៃលើម៉ានកុសផៃលើ3តើដោយសារអានេះយើងអាចនិយាយស្រួលចាំហើយយើងធ្លាប់រៀនតាំងពីថ្នាក់ទីម៉ាននេះថ្នាក់ទី10ទី11ហើយអីអញ្ចឹងបូកជាមួយនឹងម៉ាន
บวกជាមួយនឹង i sin ម៉ានគ្នាយើង i sin ឬ3លើ2យើងអាចទៅសេថា pi លើ3ដូចគ្នាតែយើងត្រូវចាំកន្លែង ROG បើវាគឺអាពីរហ្នឹងគឺវាត្រូវតែដូចគ្នាជានិច្ចវាមិនអាចខុសគ្នាបានទេព្រោះអាហ្នឹងអើយអាគួយមកវាគឺត្រូវស្មើគ្នាវាបើសិនយើងវាខុសគ្នាមានន័យថាយើងខុសហើយធ្វើអត់ត្រូវទេតោះណាអញ្ចឹងអាហ្នឹងយើងត្រូវ note ខ្លួនឯងទៅថាវាត្រូវតែស្មើគ្នាជានិច្ចអាហ្នឹងព្រោះបើសិនអានេះ pi លើ3អានេះក៏ pi លើ3ដូចគ្នាដែរតោះអញ្ចឹងយើងមើលបន្តទៀតហើយសួរថាតើវាចូលពេញសិតនៅក្នុងតម្រងត្រីកោណមានដែរឬទេអត់ទាន់ពេញសិតទេដោយសារតែវានេះនៅជាប់សញ្ញាដកនៅមុខកោសនេះអញ្ចឹងយើងដឹងហើយតើនៅកាត់ត្រង់ណាដែលកោសរបស់យើងគឺដកហើយស៊ីនរបស់យើងគឺបូកអញ្ចឹងកាត់ត្រង់ទីម៉ានគ្នាកោសដកស៊ីនបូកអញ្ចឹងកាត់ត្រង់ទី2អញ្ចឹងយើងចំណាំកាត់ត្រង់ទី2 pi ដកអីគេ pi ដក alpha ឬក៏យើងអាចនិយាយថាភាគយករបស់យើងស្មើនឹងភាគបែកដក1អញ្ចឹងយើងចំណាំថានេះយើងអាចទៅសេថាកោសម៉ានយើងចំណាំឲ្យយកភាគយករបស់យើងស្មើភាគបែកដក1អញ្ចឹងមានថាអានេះ2គេ2 pi លើ3បូកជាមួយនឹង i sin 2 pi លើ3ដូចគ្នាយើងចំណាំទៅកាត់ត្រង់ទី2គឺភាគយកស្មើភាគបែកដក1យើងចំណាំនេះវាភាគយករបស់យើងតូចជាងភាគបែក1ឃើញទេអញ្ចឹងងាយស្រួលក្នុងការចាំឯពួកអាប្រភេទហ្នឹងតោះណាតោះអញ្ចឹងយើងនេះគឺជាចម្លើយរបស់វាហើយយើងមកចាប់ផ្ដើមដោះស្រាយនៅលំហាត់អក្សរករបស់យើងបន្តទៀតអញ្ចឹងលំហាត់អក្សរកគេឲ្យយើងបង្ហាញកបង្ហាញថាគេសិតអងនិងសិតដឺរបស់យើងជាសិតដឺហ្នឹងជារឹសនៃសម័យកាយគេសម័យកាយគេគ្នាយើងសម័យកាសិតការ៉េដកជាមួយនឹងសិតការ៉េដកជាមួយនឹង2សិតបូក4សិតការ៉េដកជាមួយនឹងអីគេ 2x អីគ្នាយើង2សិតទេ2សិតបូក4 2សិតបូក4ស្មើ0អញ្ចឹងក្នុងករណីនេះយើងអាចធ្វើបានច្រើនរបៀបក្នុងករណីទី1យើងអាចយកសិតអងនិងសិតដឺចំនួនចូលក្នុងសម័យកាលរបស់យើងឬក៏យើងអាចឲ្យផ្ទៀងផ្ទាត់ថាវាពិតទៅឬក៏យើងអាចដោះស្រាយរបស់វានឹងទៅហើយដើម្បីបង្ហាញថាឬរបស់វានឹងមានចម្លើយរបស់អាពីរនេះតើខ្ញុំនិយាយអញ្ចឹងករណីនេះខ្ញុំយកវាទៅចំនួនដើម្បីឲ្យវាចេញចម្លើយមានថាយកអីគេយកសិតអងចំនួនចូលក្នុងហ្នឹងនិងសិតអងដឺចំនួនចូលក្នុងហ្នឹងដើម្បីផ្ទៀងផ្ទាត់អញ្ចឹងដោយសារតែយើងមានសិតអងរបស់យើងស្មើជាមួយនឹងអីគេ1បូក e ឬ3អញ្ចឹងយើងអាចទៅសេមកដោយZ អងរបស់យើងគឺស្មើជាមួយនឹងអីគេ1បូកជាមួយនឹង e ឬ3អញ្ចឹងនោះអីគេនោះគេបានអីគេសិតយើងចំនួនកន្លែងសិតហ្នឹងដោយសិតអងនេះមកអញ្ចឹងបានទៅជា1បូកជាមួយនឹង e ឬ3លើកជាការ៉េដកជាមួយនឹង2គេ2 1បូកជាមួយនឹង e ឬ3បូកជាមួយនឹង4ស្មើ0បើវាស្មើ0ប៉ិតបើ0ស្មើ0វាមានតែប៉ិតតែអញ្ចឹងយើងមើលបន្តទៀតចានេះបានអីគេ1បូកជាមួយនឹងម៉ាន 2e ឬ3ហើយដកជាមួយនឹងម៉ានគេយើងដកជាមួយនឹងម៉ានដកជាមួយនឹង3ត្រូវអត់ដកជាមួយនឹង3ព្រោះថា e ការ៉េរបស់យើងគឺចេញមកដកអីអញ្ចឹងបូកជាមួយនឹងម៉ានអានេះយើងគុណសញ្ញាចូលទៅដកម៉ានដក2ហើយដកជាមួយនឹង 2e ឬ3ហើយបូកជាមួយនឹង4ស្មើ0អញ្ចឹងយើងមើលថាអានេះស៊ីសងគ្នាអស់ហើយអានេះស៊ីសងគ្នាអស់ហើយតោះណាហើយអានេះ1បូក1ដកជាមួយនឹង1ដកជាមួយនឹង3បានដកប៉ុន្មានដក2ដក2ដក2បានដក4អញ្ចឹងដក4បូកជាមួយនឹង4ស្មើ0ស្មើ0ប៉ិតអញ្ចឹងមានន័យថាសិតអងរបស់យើងគឺជាអីគេជារឹសរបស់សម័យកាលហ្នឹងហើយអញ្ចឹងយើងចំនួនមួយទៀតដោយ Z របស់យើងស្មើជាមួយនឹងអីគេ1ដកជាមួយនឹង e ឬ3អញ្ចឹងនោះយើងទៅសេបានថានោះអីគេ1បកជាមួយនឹង e ឬ3លើកជាការ៉េ
ដកជាមួយនឹង2 1ដកជាមួយនឹង e ឬ3បូកជាមួយនឹង4នេះគឺស្មើ0ដែរអញ្ចឹងបាន1បូកជាមួយនឹងគេដកជាមួយនឹង2 e ឬ3ហើយមកទៀតគ្នាយើងដកជាមួយនឹង3ដូចគ្នាហើយគុណចូលទៅបានដក2បូកជាមួយនឹង e ឬ3យើងគុណចូលណាបូកជាមួយនឹង4ស្មើ0អញ្ចឹងអានេះយើងស៊ីសងគ្នាអស់ថានេះគឺតម្លៃវាដូចគ្នាដក4បូកជាមួយនឹង4ស្មើ0អញ្ចឹង0ស្មើ0ប៉ិតអញ្ចឹងមានន័យថានោះដូចនេះគេ z អងនិង z របស់យើងជារឹសនៃគេគ្នារឹសនៃសមីការz ការ៉េដកជាមួយនឹង 2z បូកជាមួយនឹង4ស្មើ0អូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជម្រាបលាអ្នកទាំងអស់គ្នា